បទនេះគឺនិយាយជាពិសេសផ្ញើទៅដល់បងប្អូនដែលទៅតែនឹងបញ្ចប់បាក់ឌុបណាព្រោះថាបញ្ចប់បាក់ឌុបហើយយើងត្រូវឈានចូលមហាវិទ្យាល័យតែមិនដឹងជាត្រូវរៀនអីអ្នកខ្លះគាត់និយាយថាគាត់មិនច្បាស់ថាគាត់ត្រូវរៀនអីទេអ្នកខ្លះទៀតគាត់នឹងថាគាត់ចូលចិត្តអីព្រោះថាអ្នកជំនាញភាគច្រើនគេឲ្យយោបល់ថារៀនអ្វីដែលយើងចូលចិត្តតែពិបាកហ្មងដោយសារតែភាគច្រើនគាត់និយាយថាគាត់អត់ដឹងថាគាត់ចូលចិត្តអីផងណាតែចឹងរៀងពិបាកអញ្ចឹងថ្ងៃនេះខ្ញុំនឹងផ្ដល់គំនិតយោបល់មួយចំនួនហើយនឹងបកស្រាយពីហេតុផលថាហេតុអ្វីបានអត់ដឹងថាយើងចូលចិត្តអីឥឡូវទី1យើងមកសិក្សាសិនថាហេតុអីបានយើងអត់ដឹងថាយើងចូលចិត្តអីតាមពិតណាមិនមែនអត់ដឹងទេម្នាក់សុទ្ធតែដឹងទាំងអស់ថាខ្លួនឯងចូលចិត្តអីតែការដឹងរបស់យើងនឹងវាកាន់តែលុបទៅដោយសារកត្តាជាច្រើនកត្តាទី1ដែលធ្វើឲ្យយើងគេហៅថាបាត់ចឹងពងវែងអ្វីដែលយើងចង់នឹងដោយសារអីដោយសារតែយើងអត់ទុកចិត្តខ្លួនឯងយើងអត់ជឿជាក់លើខ្លួនឯងដូចថាពីក្មេងយើងគិតថាយើងចង់ធ្វើហ្នឹងប៉ុន្តែក្រោយមករបៀបថាយើងធ្វើអីដែលខុសធ្វើខុសមានន័យថាយើងវែងបន់ទៅអត់រៀនអត់សូត្រដាក់លេងប៉ះលោះអីចឹងទៅគ្មានចេះស្អីចឹងដល់ពេលចឹងវាធ្វើឲ្យយើងអត់ហ៊ានរៀនជំនាញដែលយើងស្រឡាញ់ហ្នឹងព្រោះយើងនៅសមត្ថភាពយើងទៅអត់ដល់អានេះខ្ញុំឧទាហរណ៍មួយថាពីក្មេងមកយើងស្រឡាញ់ខាងវិស្វកម្មអីចុះឬក៏ស្រឡាញ់ខាងវិទ្យាសាស្ត្រអីចុះហើយពីក្មេងមកយើងបកកែកណិតអីយើងបកកែអីគីមីវិទ្យាមេរៀនអីគឺយើងទិញឆាប់ចាំឲ្យចូលចិត្តជួយផ្នែកខាងវិទ្យាសាស្ត្រឬក៏បកកែខាងនេះយើងដល់យើងស្រឡាញ់ដល់ក្រោយមកដល់ពេលចូលមករៀនណាអនុវិទ្យាល័យគិតតែលេងហ្គេមដើរលេងប៉ែឡោចឹងទៅរៀនអត់ចេះព្រោះធម្មតាតែរៀនអត់ចេះជ្រៅទៅស្អីក៏មើលអត់យល់ទេសូម្បីតែបោកដកគុណចែកមកក៏អត់ចាញ់វែងអស់ឡើងចែកទាំងអញ្ចឹងដល់ពេលអត់ចេះទៅមិនទុកចិត្តទៅរៀនដូចវិស្វកម្មអីមិនស្រួលអីលោកមិនបោកដកគុណចែកធម្មតាអីសិតអន្តរក្រាតទ្រីបអន្តរក្រាតដប់អីណាដេតាមីណងសិនសេរីអិនអីដល់ពេលអញ្ចឹងបើរៀននឹងរៀនអត់កើតទៅមានអារម្មណ៍ថារៀនទៅអត់យល់ទេដល់ពេលរៀនទៅខ្លាចរៀនអត់កើតអញ្ចឹងឡើងហ៊ានចូលចិត្តដល់ពេលវែងបាត់អ្វីទៅខ្លួនឯងចូលចិត្តហ្នឹងទៅឲ្យខ្លួនឯងអត់ហ៊ានសម័យដល់អ្វីទៅខ្លួនឯងស្រឡាញ់ហ្នឹងតែជាលែងដឹងថាខ្លួនឯងស្រឡាញ់ជំនាញអីអាហ្នឹងមួយបញ្ហាទី2ដែលនាំឲ្យយើងជំនាញស្រឡាញ់អត់ឃើញហ្នឹងគឺដោយសារតែលុយយើងយកលុយមកដាក់មុខយើងខ្លាចរៀនទៅជំនាញហ្នឹងធ្វើឲ្យយើងរកលុយអត់បានយើងខ្លាចទៅរៀនជំនាញហ្នឹងខ្វះការគ្រប់គ្រងព្រោះរកលុយអត់បានយើងខ្លាចគេក៏អត់គ្រប់គ្រងខ្លាចជាមើងងាយអីចឹងណាថាយើងចេះគួរសមដែរយើងបកកែគួរសមដែរណាមុនយើងនិយាយថាយើងអត់ចេះយើងបានប៉ុន្តែនេះយើងបកកែយើងចេះយើងរកជំនាញបានតែយើងខ្លាចរើខុសស្អីដោយសារយើងខ្លាចរើទៅវាអត់បានលុយព្រោះយើងយកលុយហ្នឹងយកដាក់មុខខ្លាំងពេកចឹងណាយកលុយដាក់មុខយកកិត្តិយសដាក់មុខហ្នឹងអានេះគេថា ego ហ្នឹងអាហ្នឹងខ្មែរយើងបែបបកថាអាត្មានិយមអញ្ចឹង ego ហ្នឹងគឺយើងយកអានឹងយកដាក់មុខពេកយើងគិតថារៀនទៅដល់ពេលខ្លួនឯងបកកែប៉ុណ្ណឹងទៅរៀនជំនាញនោះគេមើលងាយអីអត់សមអីចឹងទៅរៀនទៅថ្ងៃក្រោយចេញមករកលុយអត់បានអីចឹងទៅអត់បានធ្វើការងារធំអីចឹងទៅដល់ពេលអញ្ចឹងយើងយក ego នឹងយកដាក់មុខទៅធ្វើយើងអត់អាចរកឃើញអ្វីដែលខ្លួនយើងចូលចិត្តខ្លួនយើងស្រឡាញ់ទេយើងផ្អើលតាមគេថាគេនិយាយថាជំនាញនេះចេញមកធ្វើការបានធំអីចឹងជំនាញនេះរកលុយបានស្រួលអីចឹងទៅជំនាញនេះធ្វើការស្រួលអីចឹងស្រួលរកលុយអីទៀតចឹងទៅចឹងធ្វើយើងវែងចង់អានេះបន្តិចចង់អានោះបន្តិចរកអត់ឃើញអ្វីដែលខ្លួនឯងចូលចិត្តនោះទេចឹងសួរថាត្រូវធ្វើម៉េចដើម្បីដោះស្រាយរឿងអស់ហ្នឹងដោះស្រាយចំពោះករណីដែលយើងអត់ទុកចិត្តខ្លួនឯងយើងត្រូវតែខំប្រឹងបរិញ្ញជំនឿចិត្តខ្លួនឯងឡើងវិញតាមរយៈការគោរពខ្លួនឯងហ្នឹងមានន័យថារៀនសំសក្តីទុកចិត្តមកលើខ្លួនឯងហ្នឹងតាមរយៈសំសកម្មភាពប្រចាំថ្ងៃតិចបានន័យថាធ្វើអីគឺធ្វើឲ្យបានសន្យាអីគឺត្រូវធ្វើបានមួយថ្ងៃហ្នឹងគឺព្យាយាមសន្យាមួយខ្លួនឯងគោរពខ្លួនឯងចឹងអមងព្រលឹមឡើងថ្ងៃហ្នឹងសន្យាខ្លួនឯងអានសៀវភៅ10ទំព័រអញ្ចឹងត្រូវអានឲ្យបានសន្យាខ្លួនឯងថ្ងៃហ្នឹងត្រូវបោកឲ្យត្រូវតែបោកឲ្យបានធ្វើយូរទៅយើងនឹងខ្លាចជំនុំអ្នកដែលទុកចិត្តលើខ្លួនឯងឡើងវិញហើយអាហ្នឹងនិយាយរឿងប្រមូលទុកចិត្តណាជំហានទី2តើគួរតែរៀនអីគឺកុំខ្វល់រឿងលុយតលាក់លុយចោលតលាក់អាមុខមាត់កិត្តិយសចោលស្រឡឹងមើលជំនាញណាដែលយើងជឿជាក់ថាយើងរៀនទៅគ្មានពីណារៀនបកកែដូចយើងហៅមើលជំនាញអីក៏ដោយថាយើងរៀនទៅបកកែជាងគេព្រោះពេលខ្លះខ្ញុំគិតថាបើយើងរើសថាអ្វីយើងស្រឡាញ់ពិតប្រាកដយើងប្រហែលជាបាក់រើសមែនព្រោះយើងវែងទៅប៉ុន្តែខ្ញុំជឿជាក់ថាបើសិនជារើសមុខវិជ្ជាណាដែលយើងរៀនទៅបកកែជាងគេផុតលេខហ្នឹងប្រហែលជាមិនពិបាករើសព្រោះម្នាក់ដឹងខ្លួនឯងថាខ្លួនឯងបកកែធ្វើអីគេជាងគេហួចដឹងថាខ្លួនឯងទៅរៀនអានឹងអត់ពិបាកក្នុងការយកឈ្នះគេទេព្រោះទៅប្រសពមនុស្សម្នាក់អត់ដូចគ្នាទេឥឡូវដូចខ្ញុំឧទាហរណ៍ទៅដូចថាមានម្នាក់បុគ្គលកចាស់គាត់កណិតរូបអីអត់បកកែតែគាត់បកកែសំដែងរាងកាយរបស់គាត់អំណោយផលអញ្ចឹងគាត់អាចចូលរៀនខាងសាលាសម្ដែងទៅខាងសិល្បៈអញ្ចឹងទៅអញ្ចឹងគាត់ងាយនឹងជោគជ័យគាត់ចេញមកជោគជ័យហ្មងលឿនហ្មងឥឡូវឧទាហរណ៍បុគ្គលម្នាក់ទៀតគាត់បាក់សលេងគាត់ល្អគាត់អត់បកកែខាង science អញ្ចឹងអត់បកកែខាងគណិតរូបគីមីអញ្ចឹងប៉ុន្តែសលេងគាត់ល្អគាត់ចូលចិត្តច្រៀងអញ្ចឹងគាត់ទៅចូលសាលាចម្រៀងទៅគាត់ងាយនឹងជោគជ័យនៅក្នុងហ្នឹងក្នុងការច្រៀងហួចបើសិនយើងរៀនគណិតរូបបកកែប៉ុណ្ណេះក៏ដោយបើយើងអត់សលេងយើងមិនកើតផងអត់មានដងខាងចម្រៀងផងមិនចូលចិត្តច្រៀងចង់ទៅធ្វើអ្នកចម្រៀងអីចង់ល្បីដូចតារាចម្រៀងល្បីទៅមិនរួចវាខុសចង់និយាយខុសបែបបត់អញ្ចឹងទោះបីយើងស្រឡាញ់ក៏ដោយយើងចង់និយាយថាយើងគិតថាយើងស្រឡាញ់គេសប្បាយអីចឹងណាប៉ុន្តែយើងដឹងខ្លួនយើងធ្វើអត់កើតហ្នឹងអញ្ចឹងយើងទៅធ្វើអត់មានជោគជ័យទេអញ្ចឹងរកអាណាដែលយើងគិតថាជឿបកកែអញ្ចឹងទៅឥឡូវខ្ញុំឧទាហរណ៍មួយឲ្យយល់អ្នកទាំងនេះប្រហែលជាស្គាល់ Mike Tyson គឺជាស្ដេចកណ្ដាលកាលពីជំនាន់មុនណាឥឡូវគាត់ត្រែតែនិយាយពីប្រវត្តិរបស់គាត់បន្តិចចុះប្រវត្តិរបស់គាត់ហ្នឹងគឺពីក្មេងហ្នឹងគឺគាត់ចូលចិត្តវាយតប់រៀនចាស់ទេ Mike Tyson រៀនអន់ហ្មងចូលចិត្តវាយតប់ចៃដន្យគ្រូរបស់គាត់ហ្នឹងគ្រូរបស់គាត់ដាក់កាត់
ប៉ុន្តែនឹងមិនតតែជាគ្រូឃើញគាត់ម្នាក់ឯងគាត់អាចវាយក្មេងធំជាងគាត់3នាក់ឲ្យដួលបានគ្រូគាត់ឃើញថាអូក្មេងនេះ intelligent តាប៉ុន្តែ physical intelligent មិនយើងនិយាយ intelligent ឆ្លាតនឹងយើងនិយាយឆ្លាតលើបញ្ញាលើការកណនីការតែងមេរៀនអត់ទេម៉ៃតេសានគាត់ intelligent លើ body របស់គាត់ហ្នឹងបានន័យថារាងកាយគាត់កាយវិការគាត់លះលហួនមនអញ្ចឹងអញ្ចឹងគ្រូគាត់ក៏ឃើញដឹងថាក្មេងនឹងឆ្លាតខាងវាយអញ្ចឹងយកមក train មានអាយុ19ឆ្នាំខ្លាចជាកីឡាករតំងន់ធ្ងន់លំដាប់ពិភពលោកក៏ដៃគូវាយជាមួយអត់បានទេចង់និយាយថាអត់មានតាណាវាយឈ្នះហ្មងវាយច្រើនទាំង4ទឹកគឺផ្ដួលកាយទៅដៃគូឲ្យស្លាប់អញ្ចឹងធ្វើគាត់ខ្លាចជាសិទ្ធិព័ន្ធលានតាមចំណន់ហ្នឹងព្រោះគាត់ទៅលុយគាត់ចំណន់ហ្នឹងវាមិនដល់1000លានដុល្លារប៉ុន្តែបើយើងគិត inflation ណាបានអតិផរណាមកទល់ឥឡូវហ្នឹងវាចូល1000លានដុល្លាររបស់គាត់ហើយព្រោះគាត់មានលុយ100លានដុល្លារមកគាត់វាយស៊ីថ្លៃព្រោះដោយសារគាត់ជាកីឡាករដែលវាយមិនដែរចាញ់ណាហើយវាយឲ្យដៃគូសន្លប់ច្រើនស្ទឹងថាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រហើយក្នុងការឡើងប្រកួតហ្នឹងឃើញគាត់ជោគជ័យគាត់ធ្វើអាជីពត្រូវនឹងអ្វីដែលគាត់ប្រខែឥឡូវមួយទៀតអ្នកនរនេះស្គាល់អាណុលតួនេះតួសាច់ដុំណាតួសម្ដែងតារាសម្ដែងហើយគាត់ក៏ធ្លាប់ធ្វើជាជាប់ឈ្មោះជាប្រធានរដ្ឋនៅសហរដ្ឋអាមេរិកដែរគាត់ដឹងតែខ្លួនគាត់ប្រកែក្នុងការលើកដុំដែងក្នុងការវឹកហាត់យកសាច់ដុំគាត់ដឹងហ្មងថាគាត់ប្រកែខាងហ្នឹងស្អីទេគាត់ប្រកែបើខាងហ្នឹងគឺគាត់អាចទៅរួចចុះគាត់វឹកហាត់លើផ្នែកហ្នឹងហ្មងគាត់វឹកហាត់តគាត់ខ្លាយទៅប្រកួតជាប់មេដាយមាសក្នុងការលើកកីឡាករសាច់ដុំហ្នឹងកីឡាករខាងអត្តពលិកខាងលើកដុំដែងហ្នឹងណាកាយវប្បកម្មហ្នឹងគឺគាត់ជាប់ហ្មងអញ្ចឹងធ្វើគាត់ល្បីល្បាញរហូតដល់ Hollywood ហើយគាត់ទៅថតគាត់ហើយគាត់ល្បីទៀតគាត់ល្បីជាងគេក្នុងរឿង Terminator រឿងមនុស្សយន្តណាបាទគាត់ល្បីមែនតើអញ្ចឹងធ្វើគាត់ខ្លាចជាបុគ្គលដែលជោគជ័យអញ្ចឹងឃើញមនុស្សយើងម្នាក់គឺយើងអាចដឹងថាយើងធ្វើអីប្រកែជាងគេអញ្ចឹងយើងរកជំនាញដែលយើងប្រកែជាងគេទៅព្រោះយើងធ្វើវាប្រកែទៅដល់ពេលយើងធ្វើវាប្រកែទៅវានឹងត្រូវទៅតាមតម្រូវការទីផ្សារហើយមួយទៀតបងប្អូនមួយចំនួនទៀតគាត់សួរខ្ញុំថាលោកគ្រូតើខ្ញុំគួររៀនជំនាញដែលត្រូវនឹងទីផ្សារឬក៏ជំនាញដែលខ្ញុំចូលចិត្តដែលខ្ញុំគិតថាប្រកែអញ្ចឹងខ្ញុំចង់ប្រាប់វិញថានៅស្រុកខ្មែរយើងបច្ចុប្បន្នណាអត់ទាន់មានជំនាញណាអត់មានតម្រូវការទីផ្សារទេមានជំនាញដែលអត់ត្រូវការតម្រូវការទីផ្សារមានដែរគឺជំនាញដែលយើងរៀនទៅអត់ចេះឬក៏ចេះមិនច្បាស់អញ្ចឹងគ្រប់ជំនាញទាំងអស់បើសិនជាបងប្អូនរៀនទៅអត់ចេះឬក៏ចេះលើលំគឺគ្មានតម្រូវការទីផ្សារទេអត់មានណាក៏ចង់បានទេយើងចេះអត់ច្បាស់កន្លែងហ្នឹងយើងត្រូវចាំអញ្ចឹងតែគ្រប់ជំនាញទាំងអស់ដែលយើងចេះច្បាស់ប្រកបជាសុទ្ធតែមានតម្រូវការទីផ្សារឥឡូវខ្ញុំឧទាហរណ៍មួយយើងនិយាយថាយើងថាយើងរៀនខាងបរិមាណណូចុះយើងចេះបរិមាណណូយើងគិតថាអត់តម្រូវការសាក់ចេះប្រកបមើលតឡើងអីណារេតើនុយក្លេអ៊ែរអីបានមើលបំរដ្ឋាភិបាលហៅទៅធ្វើការអត់ខ្វះទេការងារឲ្យថាយើងធ្វើកើតប៉ុន្តែយើងវាចេះស្ទើរយើងធ្វើវាអត់កើតដល់ពេលយើងថាអត់តម្រូវការទីផ្សារអូយើងត្រូវដឹងថាកាលណាយើងចេះអីមួយច្បាស់យើងមិនមែនចេះតែហ្នឹងមួយយើងចេះស្អីផ្សេងទៀតអបជាមួយណាហ្នឹងអញ្ចឹងយើងអាចធ្វើអាហ្នឹងឲ្យចំឬក៏ចលិះណាហ្នឹងក៏យើងអាចធ្វើបានល្អដែរអញ្ចឹងកាលណាយើងចេះច្បាស់គឺអត់ខ្វះតម្រូវការទីផ្សារឥឡូវដូចជាក់ស្ដែងដូចខ្ញុំអញ្ចឹងសួរខ្ញុំសញ្ញាបត្រអីគេខ្ញុំរៀនខាងវិស្វករហើយចេញមកសញ្ញាបត្រខ្ញុំទទួលស្គាល់ជាវិស្វករម្នាក់តែដល់ពេលខ្ញុំមកចាប់អាជីពជាគ្រូបរិញ្ញាក៏អត់បញ្ហាព្រោះអីដើម្បីខ្លាចជាវិស្វករមួយគឺខ្ញុំត្រូវចេះគណិតរូបគីមីគណិតរូបគីមីអីចឹងណានិយាយចំមុខជាខាងគណនេយ្យគឺត្រូវតែច្បាស់ហ្មងអញ្ចឹងដល់ពេលខ្ញុំចេះអានោះច្បាស់គឺខ្ញុំធ្វើជាគ្រូបរិញ្ញាបានអត់ប្រហែលអីងាយហ្មងហូចទៅបកកែទៀតតែហ្នឹងចឹងដោយសារខ្ញុំខំរៀនតែខ្ញុំខំរៀនខ្ញុំចេះច្រើនហើយចេះច្បាស់តែចេះច្បាស់ខ្ញុំបកកែខ្ញុំអាចយកទៅប្រកបអាជីពវិញក៏បកកែទៅតាមនឹងដែរអញ្ចឹងត្រឡប់មកវិញណាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នារើសអ្វីដែលយើងគិតថាយើងងាយរៀនយើងរៀនទៅគឺបកកែជាងគេហ្មងចឹងរើសអាហ្នឹងទៅព្រោះកាលណាតែយើងរៀនទៅយើងចេះច្បាស់យើងបកកែយើងពេញចិត្តមួយវាយើងចាញ់មកយើងនឹងខ្លាចជាមនុស្សម្នាក់ដែលមានតម្លៃព្រោះយើងច្បាស់ចឹងខ្លាចទៅជាតម្រូវការហើយយើងអត់ខ្វះកុំភ័យឲ្យតែចេះច្បាស់ជំនាញអីឲ្យតែស្ទាត់ជំនាញលើចង់និយាយថាធ្វើឲ្យខ្លាំងដែលអណុលគាត់និយាយធ្វើឲ្យខ្លួនឯងទៅជា world class មែននេះលំដាប់ពិភពលោកហ្មងមែនលំដាប់ក្នុងស្រុកធម្មតាធ្វើឲ្យកម្រិតស្តង់ដារយើងដល់លំដាប់មួយពិភពលោកមួយដែលគេទទួលស្គាល់ហ្មងមានន័យថាយើងអាច compete ជាមួយនឹងបរទេសបានណាមិន compete ទៅក្នុងស្រុកបានអញ្ចឹងតម្រូវការយើងចង់និយាយថាអត់ខ្វះទេទោះបីយើងអត់ចង់ធ្វើការក្នុងស្រុកទៅខែស្រុកក៏បានឲ្យថាយើងបកកែអញ្ចឹងមែនអញ្ចឹងរើសទៅរើសអាណាដែលយើងគិតថាយើងរៀនសឹងទៅថាដែលអណុលគាត់និយាយលើពិភពលោកសឹងគាត់ខ្លាំងជាងគេអញ្ចឹងណារើសអាណាដែលយើងគិតថារៀនហ្នឹងទៅយើងរៀនទៅគឺបកកែហ្មងក្នុងស្រុកគ្មានណាបកកែដល់យើងទេឬក៏លើពិភពលោកគ្មានណាបកកែដល់យើងហើយតែពិសេសទៀតបើបានរើសជំនាញហ្នឹងបានអាហ្នឹងដឹងតែជោគជ័យក្នុងជីវិតហ្មងហូចកំភៃអងលុយមកតាមក្រួយទេព្រោះកាលណាតែយើងមានសមត្ថភាពលុយវាកាត់ចេញពីសមត្ថភាពហ្នឹងទេហូចបុគ្គលជោគជ័យណាទ្រឹស្ដីណាក៏គេនិយាយអញ្ចឹងហ្នឹងមិនភ័យទេខ្ញុំសង្កេតមើលអាហ្នឹងពិតទ្រឹស្ដីហ្នឹងគឺពិតចឹងហ្មងសង្កេតឃើញអ្នកដែលមានគឺគាត់មានសមត្ថភាពមែនការ specialize knowledge របស់គាត់ណាបើសិនជាបងប្អូនបានស្ដាប់ប្រធានបទមុនហ្នឹងប្រហែលជាធ្លាប់ជួបឲ្យខ្ញុំក៏ធ្លាប់បានបញ្យល់លើរឿងផ្នែកហ្នឹងដែរបាទអញ្ចឹងចាប់ពីថ្ងៃទៅឈប់ច្រឡំឈប់អីចឹងណាឬក៏អាណាព្យាបាលក៏ដោយឬក៏យើងមានក្មួយមានអីក៏ដោយដែលជួបបញ្ហារៀនកុំបខំគាត់ទៅរៀននេះរៀននោះដោយការศึกษาត្រូវសួរគាត់វិញថាគាត់រៀនអីដែលបកកាយជាងគេគាត់អាចរៀនមុខវិជ្ជាណាដែលបកកាយជាងគេគាត់អាចរៀនជំនាញណាដែលបកកាយជាងគេជំរុញនឹងលើកទៅគាត់ឲ្យរៀនជំនាញហ្នឹងទៅអញ្ចឹងអនាគតគាត់នឹងជោគជ័យបាទអញ្ចឹងខ្ញុំគិតថាកំណត់ថ្ងៃហ្នឹងនឹងជួយបងប្អូនធ្វើឲ្យមានចង់និយាយធ្វើឲ្យហ៊ានធ្វើការសម្រេចចិត្តមួយដែលច្បាស់លាស់បាទសូមអរគុណ